គេសង្កេតឃើញថាកាលណានិយាយអំពីអគ្គិសនីគេច្រើនតែគិតទៅដល់ Michael Faraday និង Thomas Edison ហើយកាលណានិយាយអំពីប្រព័ន្ធតាក់ទងតាមវិទ្យុគេច្រើនតែគិតទៅដល់អ្នកវិទ្យាសាស្ត្រអ៊ីតាលី Guglielmo Marconi ក៏ប៉ុន្តែតាមពិតទៅនៅមានអ្នកប្រាជ្ញដ៏ឆ្នើមម្នាក់ទៀតដែលគេច្រើនតែនាំគ្នាមើលរំលងហើយជាអ្នកប្រាជ្ញដែលបានបន្សល់ទុកនូវស្នាដៃដ៏សំខាន់និងដ៏មានឥទ្ធិពលទាំងនៅក្នុងវិស័យអគ្គិសនីនិងប្រព័ន្ធតាក់ទងតាមវិទ្យុនោះគឺ Nikola Tesla តើ Nikola Tesla បានបង្កើតអ្វីខ្លះតោះថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នា Nikola Tesla បានបង្កើតស្នាដៃដ៏អស្ចារ្យនិងច្នៃប្រឌិតប្លែកៗជាច្រើនដែលបានបំលែងពិភពលោកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខាងក្រោមនេះជាស្នាដៃដ៏សំខាន់ដែលគាត់បានបង្កើតមួយប្រព័ន្ធចរន្តឆ្លាស់ Tesla បានអភិវឌ្ឍអគ្គិសនីចរន្តឆ្លាស់ AC ដែលមានសមត្ថភាពបញ្ជូនថាមពលចម្ងាយឆ្ងាយបានយ៉ាងមានប្រសិទ្ធភាពជាងចរន្ត DC របស់ Thomas Edison ទៅទៀតប្រព័ន្ធនេះបានក្លាយទៅជាមូលដ្ឋាននៃបណ្ដាញអគ្គិសនីទាំងអស់នៅក្នុងបច្ចុប្បន្នដោយចរន្តឆ្លាស់ AC គាត់បានបង្កើតម៉ូទ័រដែលដំណើរការដោយចរន្តឆ្លាស់ដែលប្រើស្រទាប់បច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិស័យឧស្សាហកម្មបច្ចុប្បន្នឥឡូវបច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មសម័យឥឡូវ3ការបញ្ជូនអ្នកទាំងអស់គ្នាគិតថា Guglielmo Marconi ជាអ្នកបង្កើតវិទ្យុមែនដែរឬទេប៉ុន្តែនៅឆ្នាំ1943សាលាក្តីសហរដ្ឋអាមេរិកបានសម្រេចថា Tesla ជាអ្នករកឃើញសញ្ញាវិទ្យុដំបូងគេបង្អស់ឥឡូវនេះយើងនឹងទៅស្គាល់ជីវប្រវត្តិរបស់គាត់ទាំងអស់គ្នាអ្នកបាន Nikola Tesla កើតនៅថ្ងៃទី10ខែកក្កដាឆ្នាំ1856នៅក្នុងស្រុកមួយដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសក្រូអាស៊ីក៏ប៉ុន្តែកាលនោះស្ថិតនៅក្នុងទឹកដីនៃអាណាចក្រអូទ្រីហុងគ្រីស្លាមានឈាមជ័រជាជនជាតិសេប៊ីដែលមានឪពុកជាបព្វជិតគ្រិស្តសាសនាចំណែកឯម្ដាយគឺជាស្ត្រីមេផ្ទះក៏ប៉ុន្តែពូកែខាងមេកានិកជំនាញខាងកែច្នៃរបស់របរប្រើប្រាស់នៅក្នុងផ្ទះនិងពូកែចងចាំប្រហែលជាគាត់កាត់ទៅរកម្ដាយនេះហើយទើប Nikola Tesla ចូលចិត្តខាងវិស្វកម្មអគ្គិសនីផ្ទុយពីបំណងរបស់ឪពុកដែលចង់ឲ្យ Tesla ក្លាយទៅជាបព្វជិតគ្រិស្តសាសនាតាំងពីនៅតូចមក Tesla ចូលចិត្តធ្វើពិសោធន៍ទៅលើអ្វីៗគ្រប់សពបែបយ៉ាងហើយមានវត្ថុមួយដែល Tesla មានចំណាប់អារម្មណ៍គឺរហាត់ទឹកនៅថ្ងៃមួយក្រោយពីបានឃើញរូបគំនូរទឹកធ្លាក់ដ៏ធំនៅចន្លោះព្រំដែនអាមេរិកនិងកាណាដាគឺទឹកធ្លាក់ Niagara Tesla បាននិយាយប្រាប់ឪពុករបស់មាថាពូនៅពេលដែលខ្ញុំធំឡើងខ្ញុំនឹងសង់រហ័សទឹកដ៏ធំមួយដាក់នៅពីក្រោមទឹកធ្លាក់នេះដើម្បីទាញយកកម្លាំងទឹកធ្លាក់មកប្រើប្រាស់ជាថាមពលក្តីស្រមៃរបស់ Tesla បានក្លាយជាការពិតនៅឆ្នាំ1893នៅពេលដែល Tesla មានអាយុ37ឆ្នាំក្រោយពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ Tesla បានចូលរៀននៅសាលា Polytechnic ដែលជាសាលាវិស្វកម្មដ៏ល្បីមួយនៅប្រទេសអូទ្រីសនៅទីនោះ Tesla បានឃើញជាលើកទី1នៅ Dynamo ដែលបង្កើតឡើងដោយវិស្វករ Basic ហើយយកតាមគោលការណ៍របស់Michael Faraday ដើម្បីផលិតថាមពលអគ្គិសនីតែថាមពលដែលផលិតដោយ Dynamo នេះគឺជាប្រភេទចរន្តជាប់ឬ DC នេះឯងក្រោយពីបានឃើញ Dynamo នេះ Tesla បានជជែកជាមួយគ្រូអំពីវិធីសាស្ត្រក្នុងការបង្កើតម៉ាស៊ីនដែលអាចផលិតចរន្តអគ្គិសនីឆ្លាស់ឬ AC ក៏ប៉ុន្តែគ្រូបានឆ្លើយតបទៅវិញថាអ្វីដែល Tesla បានលើកឡើងនេះគឺជារឿងដែលមិនអាចទៅរួចនោះទេទោះជាយ៉ាងណាក៏ដោយ Tesla នៅតែជឿថាវាគឺជារឿងដែលអាចធ្វើទៅរួចហើយបានចំណាយពេលវេលាជាច្រើនឆ្នាំបន្តមកធ្វើការសិក្សាទៅលើវិធីសាស្ត្រផលិតអគ្គិសនីជាចរន្តឆ្លាស់នៅសាលា Polytechnic Tesla គឺជានិស្សិតដ៏ឆ្នើមម្នាក់ក៏ប៉ុន្តែក៏ជានិស្សិតដែលចំណាយពេលរៀនសូត្រដ៏ច្រើនហួសហេតុផងដែររហូតធ្វើឲ្យគ្រូសរសេរសម្បត្តិទៅប្រាប់ឪពុករបស់ Tesla ថាប្រសិនបើទុក Tesla ឲ្យរៀនហួសហេតុបែបនេះ Tesla អាចនឹងត្រូវខូចខួរក្បាលឬក៏អាចស្លាប់ដោយសារការរៀនក៏ថាបានលុះចូលដល់ឆ្នាំទី3ការសិក្សារបស់ Tesla នៅសាលា Polytechnic ចាប់ផ្ដើមជួបនឹងបញ្ហាចំណាយពេលដ៏ច្រើនសិក្សាទៅលើចរន្តឆ្លាស់ដោយគ្មានបានលទ្ធផលបានធ្វើឲ្យ Tesla បាក់ទឹកចិត្តជាខ្លាំងហើយមុខវិជ្ជាទូទៅផ្សេងៗទៀតនៅក្នុងសាលាក៏លែងចង់រៀនផងដែរទៅពេលនោះ Tesla ក៏ចាប់ផ្ដើមដើរលេងស៊ីចាយហើយងប់នឹងល្បែងស៊ីសងរហូតចាញ់អស់លុយកាក់ដែលឪពុកម្ដាយបញ្ជូនឲ្យមករៀននិងបង់ថ្លៃសាលានៅទីបំផុត Tesla ត្រូវគេបញ្ឈប់ពីសាលាដោយមិនមានសញ្ញាបត្រអ្វីទាំងអស់ក្រោយមកទៀតដោយមានការជួយជ្រោមជ្រែងពីឪពុកព្រមទាំងឪពុកមា Tesla ក៏បានចូលរៀននៅសាលាថ្មីមួយទៀតគឺសាកលវិទ្យាល័យប្រាក់ប្រទេសឆេកបច្ចុប្បន្នប៉ុន្តែរៀនបានតែមួយឆ្នាំប៉ុណ្ណោះ Tesla ក៏ឈប់រៀនចេញទៅធ្វើការដោយដំបូងទៅធ្វើការក្រុមហ៊ុនទូរលេខនៅទីក្រុងដុងគ្រីនិងបន្តមកទៀតទៅធ្វើការឲ្យកសាខាពងដំពូលភ្លើងរបស់ Thomas Edison នៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងគិតមកដល់ត្រឹមនេះ Thomas Edison គឺជាអ្នកជំនួញនិងជាអ្នកជំនាញខាងអគ្គិសនីដ៏ល្បីឈ្មោះបំផុតទាំងនៅក្នុងសហរដ្ឋអាមេរិកនិងនៅអឺរ៉ុបហើយការដែលអាចធ្វើការនៅក្នុងក្រុមហ៊ុនរបស់ Edison គឺជាបំណងប្រាថ្នាដ៏ធំមួយរបស់ Tesla
ក្តីស្រមៃកាន់តែធំមួយទៀតរបស់ Tesla គឺចង់ទៅធ្វើការដោយផ្ទាល់ជាមួយនឹង Thomas Edison តែម្ដងគឺនៅសហរដ្ឋអាមេរិកនៅឆ្នាំនៅប៉ារីសបាន2ឆ្នាំ Nikola Tesla ក៏បានសម្រេចចិត្តធ្វើអន្តរប្រវេសន៍ទៅសហរដ្ឋអាមេរិកតែម្ដងហើយបានចូលធ្វើការឲ្យក្រុមហ៊ុន Edison នៅក្នុងទីក្រុង New York ក៏ប៉ុន្តែ Tesla ធ្វើការនៅទីនោះបានប្រមាណជា6ខែតែប៉ុណ្ណោះក៏លាឈប់ពីការងារដោយសារតែមានទំនាស់ជាមួយនឹង Edison គេដឹងថា Nikola Tesla និង Thomas Edison គឺមានគំនិតផ្ទុយគ្នាស្រឡះទាក់ទងនឹងចរន្តអគ្គិសនី Tesla គឺជាអ្នកមានជំនឿយ៉ាងមុតមាំទៅលើចរន្តអគ្គិសនីឆ្លាស់ចំណែកឯ Edison វិញប្រកាន់គំនិតខាងចរន្តជាប់ហើយរចនាសម្ព័ន្ធក្រុមហ៊ុនរបស់ Edison ទាំងមូលទាំងអំពូលភ្លើងអគ្គិសនីទាំងការផលិតនិងការចែកចាយថាមពលអគ្គិសនីគឺសុទ្ធតែរៀបចំឡើងដោយមានមូលដ្ឋានគ្រឹះទៅលើចរន្តជាប់នេះឯងដូច្នេះក្នុងការបំពេញការងារឲ្យ Edison Tesla មិនអាចយកគំនិតរបស់លោកទាក់ទងទៅនឹងចរន្តឆ្លាស់ទៅអនុវត្តបាននោះទេដោយត្រូវធ្វើការតែទៅលើចរន្តជាប់ទាំងស្រុងនៅថ្ងៃមួយ Edison បានឲ្យ Tesla សិក្សាទៅរកវិធីកែលម្អយន្តនៅថ្ងៃមួយ Edison បានឲ្យ Tesla សិក្សារកវិធីកែលម្អយន្តការផលិតអគ្គិសនីដោយម៉ាស៊ីនភ្លើងចរន្តជាប់ដែលសន្យាថាប្រសិនបើ Tesla អាចធ្វើបានជោគជ័យនឹងផ្ដល់ប្រាក់រង្វាន់ចំនួន$50,000នៅពេលនោះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពលគឺប្រហែល$1,200,000បើគិតទៅតាមតម្លៃលុយបច្ចុប្បន្នបើទោះបីជាយ៉ាងនេះក្តីការងារខាងចរន្តជាប់ដែលខ្លួនមិនសូវចូលចិត្តក៏ប៉ុន្តែ Nikola Tesla បានខំព្យាយាមទាំងយប់ទាំងថ្ងៃទោះបីជានេះគឺជាការងារខាងចរន្តជាប់ដែលខ្លួនមិនសូវចូលចិត្តក៏ដោយក៏ប៉ុន្តែ Nikola Tesla បានខំព្យាយាមទាំងថ្ងៃទាំងយប់ទាំងថ្ងៃធ្វើការទាំងថ្ងៃជួបសម្រាកដើម្បីសិក្សាទៅលើបញ្ហាដែល Edison đãឲ្យរហូតទទួលបានជោគជ័យក៏ប៉ុន្តែនៅពេលដែល Tesla ទៅទាមទារយកប្រាក់រង្វាន់ Edison មិនឲ្យ Tesla នោះទេដោយប្រាប់ Tesla ថាការសន្យាផ្ដល់ប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះគឺគ្រាន់តែជាការនិយាយលេងសើចតែប៉ុណ្ណោះ Tesla អន់ចិត្តនឹង Edison ខ្លាំងមែនទែនក៏បានដើរចេញឈប់ធ្វើការឲ្យ Edison ទៀតភ្លាមនោះការចាក់ចេញរបស់ Nikola Tesla មិនទាន់ជាបញ្ហាដែលគួរឲ្យ Edison ព្រួយបារម្ភនោះទេទាល់តែប្រហែលឆ្នាំក្រោយមកទៀតទើប Edison ដឹងខ្លួនថាការបណ្ដាឲ្យ Tesla ចេញពីក្រុមហ៊ុនគឺប្រៀបដូចជាលេងខ្លាឲ្យចូលព្រៃនោះឯងពីព្រោះថាចំណេះដឹងខាងចរន្តឆ្លាស់របស់ Nikola Tesla នេះហើយដែលជួយឲ្យក្រុមហ៊ុនជាដៃគូប្រកួតប្រជែងយកឈ្នះលើចរន្តជាប់របស់ Thomas Edison និងការប្រកួតប្រជែងដ៏ស្វិតស្វាញមួយដែលជួយឲ្យក្រុមហ៊ុនជាដៃគូប្រកួតប្រជែងយកឈ្នះលើចរន្តជាប់របស់ Thomas Edison និងការប្រកួតប្រជែងគ្នាដ៏ស្វិតស្វាញមួយដែលច្រើនហៅតាមភាសាអង់គ្លេសថា War of Current ដែលជាភាសាខ្មែរថាសង្គ្រាមរវាងចរន្ត DC និង AC Western Union របស់ Alfred S. Brown និង Matthew Charles F. Peck បានគាំទ្រគាត់ផ្នែកហិរញ្ញវត្ថុនៅបង្កើតក្រុមហ៊ុន Tesla Electric Company 1887គាត់ជួយ Tesla ក្នុងការបង្កើតម៉ូទ័របញ្ឆេះដែលដំណើរការដោយចរន្តឆ្លាស់ទីបំផុតគាត់ទទួលបានប័ណ្ណស្នាដៃរបស់គាត់នៅឆ្នាំ1888នៅឆ្នាំ1888គាត់ត្រូវបានជួលដោយអ្នកឧស្សាហកម្មឈ្មោះ George Westinghouse ដែលមានការចាប់អារម្មណ៍ចំពោះគំនិតរបស់គាត់ក្នុងការអភិវឌ្ឍ developing ប្រព័ន្ធគ្រប់គ្រងចរន្តអគ្គិសនីឆ្លាស់គ្នានៅទីបំផុតគាត់បានឈ្នះសង្គ្រាមចរន្តលើប្រព័ន្ធ Edison គាត់បានឈ្នះសង្គ្រាមចរន្តលើប្រព័ន្ធ DC របស់ Edison ដែលបង្ហាញពីភាពអស្ចារ្យនៃឧបករណ៍អគ្គិសនីតាមរយៈចរន្តឆ្លាស់បន្ទាប់ទស្សនាការតាំងពិព័រណ៍នៅប៉ារីសនៅក្នុងឆ្នាំ1889មកក្រុមហ៊ុន Tesla បានដឹងអំពីអស្ថិរភាពនៃវិទ្យុសកម្ម Electromagnetic ដែលត្រូវបានបង្ហាញដោយ Heinrich Hertz មិនជួយប៉ុន្មានគាត់បានបង្កើតមន្ទីរពិសោធន៍ផ្ទាល់ខ្លួនហើយបានវិនិយោគពេលវេលានិងថាមពលរបស់គាត់ទាំងស្រុងទៅលើការពិសោធន៍ជាច្រើនរួមមានទាំងអំពូល Tesla Coil និងអំពូលប៊ូតុងកាបូនគាត់បានពិសោធន៍លើថាមពលនៃអានុភាពអគ្គិសនីនិងភ្លើងបំភ្លឺផ្សេងគាត់ក៏ជាអនុប្រធាននៃវិទ្យាស្ថានអាមេរិកនៃវិស្វករអគ្គិសនីពីឆ្នាំ1892ដល់ឆ្នាំ1894វិទ្យាស្ថាននេះក្រោយមកបានក្លាយទៅជាផ្នែកមួយនៃវិទ្យាស្ថានវិស្វករវិទ្យុនៅកូឡុំប៊ីការធ្វើបាតកម្មនេះត្រូវបានធ្វើឡើងតាមរយៈ Westinghouse Electronics ដែលមានប៉ាតង់របស់គាត់នៅឆ្នាំ1899គាត់បានផ្លាស់ប្ដូរទៅនៅរដ្ឋ Colorado Springs ជាកន្លែងដែលគាត់បានបង្កើតមន្ទីរពិសោធន៍របស់គាត់សម្រាប់បង្កើតប្រព័ន្ធបញ្ជូនថាមពលពិភពលោកឥតខ្សែគាត់បានពិសោធន៍រន្ទះបាញ់ដោយមនុស្សក្នុងគោលគាត់បានពិសោធន៍រន្ទះបាញ់ដោយមនុស្សក្នុងគោលបំណងផ្ដល់អគ្គិសនីឥតខ្សែដែលអត់ថ្លៃទូទាំងពិភពលោកនៅឆ្នាំ1900គាត់បានចាប់ផ្ដើមការងារបង្កើតស្ថានីយ៍ទូទាក់មនាគមន៍ឥតខ្សែឆ្លងដែនអាត្លង់តិកនៅ Wardenclyffe ហាងកូឡុងគាត់បានធ្វើការពិសោធន៍ជាច្រើននៅក្នុងរោងចក្រក៏ប៉ុន្តែដោយសារការខ្វះថវិកាគាត់ត្រូវបង្ខំចិត្តលក់វានៅក្នុងអំឡុងពេលសង្គ្រាមលោកលើកទី1តែមកគាត់បានបង្ហាញពីវិធីសាស្ត្រនៃការបញ្ជូនថាមពលមេកានិកជាមួយនឹងការបាត់បង់តិចតួចបំផុតលើចម្ងាយនិងវិធីសាស្ត្រដ៏ត្រឹមត្រូវគាត់ Tesla គាត់មិនត្រឹមតែជាអ្នកច្នៃប្រឌិតនោះទេគាត់ជាអ្នកស្រមើស្រមៃហើយជាអ្នកបង្កើតអនាគតផងដែរជីវិតរបស់ Tesla មិនងាយស្រួលនោះទេគាត់បានខាត់បងទ្រព្យសម្បត្តិអាជីពមិនអចិន្ត្រៃយ៍និងត្រូវបានមនុស្សជុំវិញខ្លួនចាក់ចោលគាត់
ในឆ្នាំ1943គាត់ស្លាប់នៅក្នុងបន្ទប់សន្តាគារដែលគ្មាននរណាដឹងឡើយតែបើទោះបីជាគាត់ស្លាប់បាត់បង់ពីពិភពលោកក្តីក៏ប៉ុន្តែពិភពលោកមិនអាចបាត់បង់គំនិតរបស់គាត់បាននោះទេថ្ងៃនេះពិភពលោកបានផ្លាស់ប្ដូរដោយសារតែគំនិតរបស់ Tesla អគ្គិសនីដែលអ្នកប្រើប្រាស់ការបញ្ជូនសញ្ញាតាមទូរស័ព្ទចរន្តក្នុងម៉ាស៊ីននានាគឺជាការពិតដែលកើតឡើងពីស្នាដៃមួយរបស់គាត់នេះឯងស្មារតីនៃការស្រមៃគឺជាធម៌ពលដែលអាចបំលែងអនាគតសូមចែករំលែកវីដេអូនេះដើម្បីឲ្យគ្រប់គ្នាបានដឹងពីបុរសម្នាក់ដែលបង្កើតពិភពលោកយើង Tesla បុរសដែលបានផ្ដល់ពន្លឺសម្រាប់អនាគតសូមអរគុណ